សូមស្វាគមន៍មកកាន់មាតិកាធ្វើមហូបហ្វាឆាយទាំងអស់គ្នាតោះយើងមកចាំបាច់និយាយច្រើនអញ្ចឹងយើងចូលមកមាតិកាយើងបណ្ដោយទៅអញ្ចឹងដំបូងយើងដាក់ខ្លាញ់នៅលើផ្ទះតមកខ្លាញ់ពុយយើងបងខ្ទឹមសហ្នឹងបងខ្ទឹមសដល់វារៀងកុហកទៅហើយយើងចាក់ត្រីខហើយក៏យើងទុកត្រីខដល់វារៀងកម្លាំងតិចហ្នឹងហើយយើងទុកវារៀងកម្លាំងតិចទៅបន្តមកអ្នកណាត្រូវការរៀងត្រីខរៀងរាវអីយើងថែមទឹកតិចទៅហ្នឹងបើខ្ញុំចូលចិត្តមានទឹកមានទឹកអញ្ចឹងល្អសម្រាប់ខ្ញុំបន្តមកចូលយើងថែមគ្រឿងហើយយើងដាក់នៅខាងមុខហ្នឹងនៃដាក់គ្រឿងដាក់ទឹកស្អ៊ីវទៅតមកយើងកូវាតិចទៅតែខ្ញុំដាក់ទឹកស្អ៊ីវរៀងច្រើនតិចហ្នឹងហើយយើងគូពងមាន់ចូលពងមាន់ចង់កូក៏បានមិនកូក៏បានហើយយើងធ្វើបែបដាក់ឲ្យវាទាំងមូលក៏បានដែរតែខ្ញុំចូលចិត្តច្បល់អញ្ចឹងរួចរាល់ហើយម្ហូបយើងប៉ុណ្ណឹងឯងហ្នឹងហើយម្ហូបយើងរួចរាល់ហើយអញ្ចឹងអរគុណសម្រាប់ការតាមដានហើយសង្ឃឹមថាបងប្អូននឹងមើលហើយចេះធ្វើបងប្អូនអរគុណ